វិញចាប្រពុកពោមានពីកន្លែងការហើយបានតែដឹងថាមានបរិមម្នាក់ដែលគេដឹងថាមានប្រពន្ធចំនួន2នាក់បានជិះម៉ូតូមួយគ្រឿងមក Honda Dream ចាសងសេ125ចាស៊េរី2013ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BS 1249 ដុបប្រពន្ធដើមចូលផ្ទះសំណាក់អង្គរមាសដើម្បីសម្រាប់ពីព្រោះប្រពន្ធទៅតែមកពីខេត្តចាប្រពុកព័ត៌មានបានបន្តទៀតថាខណៈពេលកំពុងនៅជាមួយប្រពន្ធដើមក្នុងផ្ទះសំណាក់ស្រាប់តែប្រពន្ធចង់ដឹងក៏បានទូរស័ព្ទមកប្តី2ទៅ3ដងតែប្តីមិនលើកខ្លាចមានបញ្ហាឃើញដូច្នោះប្រពន្ធដើមក៏លើកនិយាយជំនួសហើយប្រពន្ធដើមនិងប្រពន្ធចុងបាននិយាយទូរស័ព្ទឬដងដាក់គ្នាមួយសន្ទុះដោយប្រពន្ធដើមបាននិយាយទៅកាន់ប្រពន្ធចុងថាបើខ្លាំងមកជួបគ្នានៅផ្ទះសំណាក់មកដោយប្រពន្ធចុងត្រង់មិនបានក៏ជិះម៉ូតូដុបទៅជួបប្រពន្ធដើមនៅផ្ទះសំណាក់ខាងលើនោះតែម្ដងចាខណៈពេលដែលមកដល់ផ្ទះសំណាក់អង្គរមាសប្រពន្ធដើមនិងប្រពន្ធចុងជួបគ្នាក៏បានផ្ទុះជាចំនួនចាប្រតែប្រតបគ្នាបណ្ដាឲ្យរងរបួសរៀងខ្លួនតែលោកប្តីក៏ជិះម៉ូតូចេញទៅបាត់ហើយសមត្ថកិច្ចក៏បានចេញមកអន្តរាគមន៍ផងដែរដោយនាំប្រពន្ធដើមនិងប្រពន្ធចុងទៅកាន់សង្កាត់ផ្សារកណ្ដាលទី2ដើម្បីធ្វើការសម្រួលគ្នាចានៅក្នុងការសម្រួលប្រពន្ធដើមបានទូរស័ព្ទហៅប្តីឲ្យមកវិញចំណែកប្រពន្ធចុងវិញគឺចង់បានម៉ូតូដែលប្តីជិះនោះមកវិញព្រោះម៉ូតូនោះជារបស់នាងអ្នកទិញណាមួយនាងព្រួយបារម្ភព្រោះម៉ូតូនោះនាងបងរំលោភពីធនាគារចំណែកប្តីវិញនាងថាទៅណាទៅបន្ទាប់ពីសម្រួលគ្នាហើយបរិសុទ្ធជាប្តីព្រមប្រគល់ម៉ូតូនេះគឺឲ្យប្រពន្ធចុងវិញហើយថាចាំដោះស្រាយគ្នាពេលក្រោយទៀត